ហើយតែនិយាយដល់រឿងសង្គ្រាមរវាងខ្មែរនិងថៃមនុស្សមិនតិចទេគេតែងតែគិតដល់ទំហំទ័ពថៃដែលធំជាងទ័ពខ្មែរហើយគិតដល់អាវុធរបស់ទ័ពថៃដែលមានសម្បូរបែបជាងខ្មែរបែកលើប្រវត្តិសាស្ត្រដែលថៃធ្លាប់ច្បាំងឈ្នះខ្មែរធ្លាប់ចាត់ចែងការឡើងសោយរាជរបស់ស្ដេចខ្មែរក្នុងអតីតកាលធ្លាប់គ្រប់គ្រងទឹកដីខ្មែរមួយភាគធំនៅភាគខាងលិចហើយបូកផ្សំនឹងចិត្តចង់មើលស្រាលទ័ពខ្មែរទៀតនោះនាំឲ្យពួកគេច្រើនតែសន្និដ្ឋានថាបើសិនជាមានការច្បាំងគ្នានោះទ័ពថៃនឹងវាយខ្មែរធ្លាយព្រំដែនតែការគិតផ្ដោតតែលើកត្តាបែបនេះមួយមុខនឹងនាំឲ្យពួកគេឆ្លើយមិនរួចនៅសំណួរយ៉ាងច្រើនថាហេតុអ្វីទើបអាមេរិកមានទ័ពច្រើនជាងវៀតណាមនិងអាវុធទំនើបជាងវៀតណាមតែច្បាំងចាញ់វៀតណាមថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពឡាវនិងបំពាក់អាវុធបានល្អជាងទ័ពឡាវតែទ័ពថៃច្បាំងមិនឈ្នះទ័ពឡាវនៅសមរភូមិបានរំក្លៅកាលពីឆ្នាំ1987ឆ្នាំ1988ថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពខ្មែរនិងបំពាក់អាវុធបានសម្បូរបែបជាងទ័ពខ្មែរតែក្នុងសង្គ្រាម3ឆ្នាំនៅព្រះវិហារពីឆ្នាំ2008ដល់ឆ្នាំ2011ទ័ពថៃក៏មានអ្នកស្លាប់ហើយថាហេតុអ្វីទើបចំនួនទាហានថៃនិងចំនួនទាហានខ្មែរស្លាប់ប្រហាក់ប្រហែលគ្នាការផ្អែកទៅលើប្រវត្តិសាស្ត្រមួយមុខនឹងធ្វើឲ្យការគិតរបស់ពួកគេឆក់ល្វែងពីព្រោះនៅក្នុងដំណើរប្រវត្តិសាស្ត្រនេះវាមានការផ្លាស់ប្ដូរយ៉ាងច្រើនទាំងនៅខាងថៃនិងនៅខាងខ្មែរឧទាហរណ៍បើរាប់ចាប់តាំងពីចុងសតវត្សទី18រហូតដល់ពាក់កណ្ដាលសតវត្សទី19មុនបារាំងចូលមកថៃអាចច្បាំងឈ្នះខ្មែរដោយសារតែខ្មែរបែកបាក់គ្នាហើយនៅក្នុងនោះព្រះអង្គម្ចាស់អង្គនុនគឺជាភាគីដែលផ្អៀងទៅខាងថៃហើយថៃក៏យកជាឈ្នន់ដើម្បីផ្ដួលព្រះបាទអង្គតន់ក្រោយពីនោះមកស្ដេចខ្មែរនៅក្មេងពេកហើយមន្ត្រីជាន់ខ្ពស់របស់ខ្មែរក៏មានបពុរណបថៃគឺលោកចៅវាតលហបែនដែលជាហេតុនាំឲ្យថៃអាចសង្កត់ខ្មែរជាប់រហូតដល់បារាំងចូលមកតែមកដល់បច្ចុប្បន្ននេះស្ថានភាពនៅស្រុកខ្មែរនិងស្រុកថៃគឺផ្ទុយគ្នាស្រឡះនៅស្រុកថៃដោយសារតែប្រវត្តិរបស់ខ្លួនធ្លាប់ធ្វើរដ្ឋប្រហារវាបានធ្វើឲ្យទ័ពថៃคล้ายជាទ័ពមិនសូវមានប្រជាប្រិយក្នុងផ្នែកប្រជាជនបកនយោបាយថៃនិងបញ្ញវន្តថៃសុទ្ធតែមានមជ្ឈដ្ឋានដែលប្រឆាំងនឹងទ័ពថៃឲ្យតែទ័ពថៃធ្វើមិនទំនងមជ្ឈដ្ឋានទាំងនេះតែងតែរិះគន់នឹងវាយប្រហារលើទ័ពថៃហើយការបែកបាក់គ្នាដ៏ធំបំផុតរបស់ថៃគឺរវាងរដ្ឋាភិបាលស៊ីវិលថៃនិងកងទ័ពថៃនាពេលបច្ចុប្បន្នដែលស្ដែងចេញតាមរយៈការប្រជែងគ្នាសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិថៃចំណែកនៅខាងខ្មែរវិញការបញ្ជារដ្ឋបាលស៊ីវិលនិងការបញ្ជាទ័ពមានលក្ខណៈជាធ្លុងមួយហើយអាចធ្វើបានដោយរលូននិងគ្មានកម្លាំងជំទាស់ទាល់តែសោះរដ្ឋាភិបាលរបស់សម្ដេចហ៊ុនម៉ាណែតអាចបញ្ជាក្រសួងនានានិងបញ្ជាទ័ពទៅកាន់ព្រំដែនបានយ៉ាងលឿនរហ័សនេះក៏ព្រោះថាកងទ័ពខ្មែរមានទំនៀមគោរពការបញ្ជារបស់រដ្ឋាភិបាលស៊ីវិលហើយមេទ័ពធំរបស់ខ្មែរសុទ្ធតែមានការគោរពនិងភក្ដីភាពចំពោះសម្ដេចហ៊ុនសែនដែលជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នចំណុចនេះគឺជាកត្តាចម្បងមួយដែលនាំឲ្យសង្គ្រាមរវាងខ្មែរនិងថៃនៅព្រះវិហារកាលពីឆ្នាំ2008ចេញលទ្ធផលដូចអ្វីដែលវាបានកើតឡើងគេគួរតែពិនិត្យសង្គ្រាមនេះដើម្បីអាចប្រមាលមើលទៅកាន់លទ្ធផលនៃការប៉ះទង្គិចគ្នារវាងទ័ពថៃនិងទ័ពខ្មែរនាពេលខាងមុខជាយថាហេតុព្រោះសង្គ្រាមនេះគឺជាការច្បាំងគ្នាចុងក្រោយបំផុតរបស់ទ័ពនៃប្រទេសទាំងពីរក្នុងសង្គ្រាមរយៈពេល3ឆ្នាំ
បើតាមលទ្ធផលដែលគេអាចជឿទុកចិត្តបានខាងខ្មែរមានទាហានស្លាប់ចំនួន19នាក់និងជនស៊ីវិលស្លាប់ចំនួន3នាក់រីឯខាងថៃមានទាហានស្លាប់ចំនួន16នាក់ហើយមានជនស៊ីវិលស្លាប់ចំនួន2នាក់បើយើងវិភាគតួលេខនេះយ៉ាងហោចណាស់ក៏វាបានប្រាប់យើងចំនួន2ចំណុចដែរទី1ថៃមានទាហានស្លាប់ដែរដែលមានន័យថាក្របកាំភ្លើងខ្មែរក៏មុតសាច់ទាហានថៃដូចតែគ្នាហើយទី2ទាហានថៃស្លាប់មានចំនួនប្រហែលទាហានខ្មែរដែលមានន័យថាកម្លាំងច្បាំងនិងរបៀបច្បាំងរបស់ទ័ពថៃអត់លើសខ្មែរទេបើប្រៀបធៀបនឹងថៃលទ្ធផលនៃសង្គ្រាមនេះមិនអាចខ្វះបានទេពីចំណុចដែលខ្មែរមានរដ្ឋបាលជាធ្លុងមួយដែលកងទ័ពមានទំនៀមស្ដាប់បញ្ជារដ្ឋាភិបាលស៊ីវិលចំណុចនេះច្បាស់ជាមិនអាចខ្វះបានទេពីភាពរឹងប៉ឹងមិនតក់ស្លុតរបស់សម្ដេចហ៊ុនសែននិងការកាន់អំណាចតាំងពីក្មេងដែលនាំឲ្យគាត់ឆ្លងកាត់បទពិសោធន៍ច្បាំងជាច្រើនការច្បាំងជាមួយពួកត្រីភាគីរួមមានពួកខ្មែរក្រហមពួកសឺនសាននិងពួកហ្វុនស៊ិនប៉ិចដោយមានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់ច្បាំងបន្ទាប់មកច្បាំងជាមួយពួកខ្មែរក្រហមដោយគ្មានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់ហើយច្បាំងជាមួយទាហានហ្វុនស៊ិនប៉ិចនៅកណ្ដាលទីក្រុងភ្នំពេញកាលពីឆ្នាំ1997ក៏គាត់ធ្លាប់ឆ្លងកាត់ដែរជាលទ្ធផលសម្ដេចហ៊ុនសែននាំមេទ័ពខ្មែរទាំងនេះទៅរកជ័យជំនះរហូតឆ្លងកាត់តាមដំណើរដ៏វែងឆ្ងាយបែបនេះជាការវិវត្តផ្នែកចិត្តសាស្ត្រប្រាកដណាស់គឺមេទ័ពធំរបស់ខ្មែរទុកចិត្តលើការដឹកនាំរបស់គាត់មកដល់ត្រង់ចំណុចនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យសម្ដីរបស់លោកលីខ្វាន់យូនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរីដែលគាត់កត់សម្គាល់អំពីភាពផ្ទុយគ្នានៃលក្ខណៈរបស់សម្ដេចហ៊ុនសែននិងទ្រង់នរោត្តមរណរដ្ឋលោកលីខ្វាន់យូបានសរសេរនៅក្នុងសៀវភៅគាត់ថាក្រោយការបោះឆ្នោតឆ្នាំ1993គាត់បានជួបទាំងទ្រង់រណរដ្ឋនិងសម្ដេចហ៊ុនសែនដែលធ្លាប់ជាគូប្រយុទ្ធនឹងគ្នាគាត់បានរៀបរាប់ថាដោយសារនៅទសវត្សរ៍ទី80សិង្ហបុរីធ្លាប់បានជួយអាវុធនិងវិទ្យុតាក់ទងដល់ខាងហ្វុនស៊ិនប៉ិចគាត់ក៏បានទៅមើលបន្ទាយរបស់ហ្វុនស៊ិនប៉ិចពេលទៅឃើញបន្ទាយរបស់ហ្វុនស៊ិនប៉ិចលោកលីខ្វាន់យូខកចិត្តមែនទែនដោយសារតែគាត់ឃើញបន្ទាយរបស់ហ្វុនស៊ិនប៉ិចមានលក្ខណៈអារោក្រាស់និងគ្មានព្រលឹងជាកងទ័ពហើយគាត់និយាយថាអ្វីដែលទ្រង់រណរដ្ឋអាចធ្វើបានគឺអស់ត្រឹមនោះហើយព្រោះទាំងទ្រង់រណរដ្ឋនិងទាំងមេទ័ពធំរបស់ហ្វុនស៊ិនប៉ិចចូលចិត្តតែស្នាក់នៅក្រុងបាងកកជាជាងនៅបន្ទាយតែពេលគាត់បានជួបសម្ដេចហ៊ុនសែនលោកលីខ្វាន់យូបាននិយាយថាគាត់បានជួបមនុស្សម្នាក់ទៀតដែលមានលក្ខណៈខុសគ្នាស្រឡះលោកលីខ្វាន់យូបាននិយាយពីសម្ដេចហ៊ុនសែនថាសម្ដេចហ៊ុនសែនគឺជាអ្នកនៅរស់ដ៏រឹងប៉ឹងសល់ពីសម័យខ្មែរក្រហមបើសិនជាយើងទៅមើលវីដេអូនៃរបៀបនិយាយរបស់សម្ដេចហ៊ុនសែនតាំងពីសម័យទសវត្សរ៍ទី80យើងនឹងឃើញថាសម្ដេចហ៊ុនសែនគឺពិតជាមនុស្សរឹងប៉ឹងតាំងពីក្មេង